មុននឹងបងប្អូនឈានទៅដល់ស្ដាប់នៃប្រវត្តិបទចម្រៀងនេះឥឡូវនេះទៅស្ដាប់បទចម្រៀងមួយបទនេះជាមួយខ្ញុំសិនថាតើបទចម្រៀងនេះមានអត្ថន័យអត្ថរសនិងខ្លឹមសារដូចម្តេចខ្លះតើម្ចាស់ត្បូងកណ្ដៀងច្រៀងថាស្មងអូនចង់ឃើញភានារាល់ពេលយំថ្ងៃឲ្យម្ចាំងកណ្ដៀងច្រៀងលួងលោមចិនស្រីសំលេងភាក្ដីបតាំងស៊ូអូនជាកូឡំដល់ក្បែរភ្នំក្រែងមិនសាសំប្រតទួលជាគូតែចិនអូនវិញដូចច័ន្ទនឹងរីហូតែឃើញយូយូសែនសៅមកអោម្ចាស់ចំរៀងសំដីអើញសូមជួយរំលែកចិត្តអូនផងនឹងណាខ្វល់ណាព្រោះតែបងតាមអ្វីមកចងពីឆ្នេរណាអូនជានាងតោដួងចិនបងកម្មទេពចាប់ចងហើយវិដំអរោទាំងភ្នែកម្នាក់ឯងគេងហើយសួរចិនថាខ្ញុំមានដឹងថាសំដៅទៅលើកវីឬក៏អ្នកចម្រៀងរូបណាទេមានពាក្យថាម្ចាស់ចម្រៀងកវីឯកនៅក្នុងហ្នឹងណាសូមជំរាបសួរប្រិមិត្តទស្សនិកជនបងប្អូនលោកតាលោកយាយទាំងអស់ជាទីគោរពរាប់អានទាំងអ្នកនៅក្នុងប្រទេសកម្ពុជាក៏ដូចជាអ្នកនៅក្រៅប្រទេសទាំងអស់បាទឥឡូវយើងបានវិលមកជួបគ្នាជាថ្មីហើយថ្ងៃនេះខ្ញុំបាទសេងតារាក៏បានត្រៀមនៅបទចម្រៀងដើម្បីលើកមកបង្ហាញជូនផងដែរបាទថ្ងៃនេះតើបងអូនគិតថាលើកយកបទអ្វីមកជម្រាបជូនដល់ទូរទស្សនិកជនដែរបាទការតែគៀកចូលឆ្នាំគៀកមែនតើហើយណាបាទដឹងហើយអញ្ចឹងគៀកចូលឆ្នាំខ្ញុំក៏តែងតែជ្រើសរើសបទចម្រៀងផ្សេងមករៀបរាប់ជូនក៏ប៉ុន្តែមិនទាន់ឲ្យកក្រៅក្រុមជឿបញ្ជូលពីទីបាទនៅមនូនចេតនាសិនតែពិតចង់លើកពីរំវងសារវ័ននេះមិនដាក់ដែរហ្នឹងតែដាក់ទៅវាខ្លាចអាកណ្ណគិហ្នឹងឲ្យយើងទប់វាមិនបានអញ្ចឹងពីបងប្អូននៅក្រៅប្រទេសតាមរយៈចម្រៀងមនូនចេតនាសិនហើយចាំចូលឆ្នាំដាក់សិតថាចង្វាក់ប្រពៃណីមកតងទៅនឹងបុណ្យចូលឆ្នាំប្រពៃណីយើងណាបាទហើយថ្ងៃនេះបន្តពីសប្តាហ៍មុនគឺខ្ញុំបានរើសចម្រៀងមនោចេតនាមួយបទមកបង្ហាញជូនដែលជាបទមួយដែលប្រិមិត្តចូលចិត្តនិយមច្រៀងផងដែរបទនេះមានចំណងជើងថាម្ចាស់ត្បូងកណ្ដៀងម្ចាស់ត្បូងកណ្ដៀងបាទតកតងទៅខាងបៃលិនទៀតដែរខាងបៃលិនតែក៏មកច្រឡំមិនលោកអ៊ុយហែលនេះគុណទេបាទអ៊ុយហែលក៏មានច្រើន90%ជាងអញ្ចឹងមានន័យថាមិនមែន100%ទេអញ្ចឹងបទម្ចាស់ត្បូងកណ្ដៀងនេះតាមពិតជាស្នាដៃរបស់កវីផ្សេងទីបាទហើយតែជាដំបូងខ្ញុំបង្ហាញអ្នកចម្រៀងយើងសិនកន្លងមកខ្ញុំធ្លាប់លើកបទមួយមកបង្ហាញគឺបទម្ចាស់បយីខាហ្នឹងហើយចាស់បយីខាហើយនឹងម្ចាស់ត្បូងកណ្ដៀងនៅក្នុងវល់ជាមួយគ្នាហើយរបស់អ្នកនិពន្ធតែមួយទីតែគាត់ថាអ្នកចម្រៀងខុសគ្នាបាទម្ចាស់បយីខាច្រៀងដោយរាជិនីសម្លេងរីកណ្ដឹងសូសវឿនបាទចំណែកម្ចាស់ត្បូងកណ្ដៀងគឺជាអ្នកចម្រៀងមកពីបាត់ដំបងគឺជាអ្នកចម្រៀងឯកផ្នែកស្ត្រីរស់សេរីសុទ្ធាហើយម្ចាស់ស្នាដៃនិពន្ធនៃបទនេះប្រហែលជាមិនដែលបានទៅដល់បៃលិននឹងគីទេតែគាត់បានបង្ខំអារម្មណ៍ទៅបៃលិនគាត់មែនបាទគាត់មិនមែនដោយលោកអ៊ុយហែលទីបាទម្ចាស់ស្នាដៃនិពន្ធនៃបទនេះគឺកវីស្វាយសំអឿបាទដែលប្រិមិត្តធ្លាប់បានស្គាល់ពីទឹកដៃរបស់គាត់ហើយខាងផ្នែកតែចម្រៀងបញ្ចូលភាពយន្តបាទបង្កើនណាស់លោកស្វាយសំអឿតែចម្រៀងមួយកសែតដែលគាត់បាននិពន្ធតាក់ទងទៅនឹងបៃលិនផងហើយនឹងចម្រៀងរបស់គាត់ផ្ទាល់ហើយនឹងរឿងរ៉ាវផ្សេងទៀតផងនេះគឺជាចម្រៀងដែលគាត់តែងនៅពេលចុងក្រោយតែម្ដងបាទម្ចាស់ត្បូងកណ្ដៀងនេះគឺជាចម្រៀងដែលគាត់ថតជាកាសែតទេនៅឆ្នាំ1975
អូចិត្តបែកចៃ បាទថតបានប្រហែលជាមួយខែពីរខែទេចូលពលតែម្ដងបានហើយបទនេះមានកម្ពុជាតន្ត្រីកត្រំប៉ែតមួយរូបជាអ្នកសម្រួលតន្ត្រីគឺលោកព្រំសំអល់បាទបងប្អូនក៏ប្រហែលជាឃ្លាតឬក៏ខានបានឮឈ្មោះលោកព្រំសំអល់នឹងយូរណាស់ដែរហើយបាទហើយលោកព្រំសំអល់តាមពិតឮតាមឈ្មោះដែលយើងលើកមកបង្ហាញនេះគឺដោយសារតែលោកស្វាយសំអឿននឹងដែរក៏ថតផលិតកាសែត2វ៉ុលចុងក្រោយហ្នឹងគឺហៅលោកព្រំសំអល់មកធ្វើភ្លេងទាំងអស់មកដឹកភ្លេងប្រគំគេហៅវិសាតន្ត្រីគេហៅថាសម្រួលតន្ត្រីឬភាសាបារាំងគេហៅថាអ្នកអារម្មណ៍សំងភ្លេងបាទហើយបទនេះគឺថតបញ្ចូលនៅក្នុងកាសែតមួយរបស់លោកស្វាយសំអឿនគឺកាសែតសំណប់ចិត្តឬចម្ប៉ាកំពង់ប្រាក់បាទក្នុងនោះមានសំណប់ចិត្តមួយរឿងរបស់គាត់ណាហើយក្រៅពីនោះសុទ្ធតែជាចម្រៀងផុសចេញពីអារម្មណ៍សម័យបាទក្នុងនោះមានដូចជាកំរងភូមិស្កុលភូមិសម័យចម្ប៉ាកំពង់ប្រាក់រវើរវាជាដើមណាក់ហ្នឹងហើយតែនេះជាចម្រៀងស្នាដៃចុងក្រោយតែម្ដងរបស់លោកស្វាយសំអឿនដែលគាត់បានផលិតជាកាសែតបាន2វ៉ុលចំនួនហ្នឹងតាមសម្ដីលោកអ៊ំហេជុនសិអ្នករដ្ឋការចំនួនហ្នឹងបានប្រាប់ខ្ញុំថាចម្រៀងលោកស្វាយសំអឿនមានអាសេរីសម្រាប់ចិត្តមួយហើយមកកាសែតទៀតគាត់ធ្វើឲ្យតែមិនទាន់បានចេញបាទហើយក៏បាត់បង់ពលពតចុះមកបាត់តែម្ដងអត់បានចេញអត់ទាន់បានចេញផ្សាយសោះសូម្បីលក់តាមផ្សារអត់ទាន់ទេគេថតនៅថាជា master កាសែតដើមនៅឡើយណាគាត់ពងរៀបចេញចាប់17មេសាចូលមកជិបគឺលោកស្វាយសំអឿនទៅសេបត់ហ្នឹងមកគឺដើម្បីអបអរចូលឆ្នាំដូចសេរីពូ2លេខ5ដែរបាទពូថាចូលឆ្នាំគៀកម្ដងគាត់តែងវាច្រើនរាប់វងដូចពូមាសអាសេរីគេឆ្នាំ75ចុងក្រោយគេថាចូលឆ្នាំនេះនៅមានសេរីពូមាសលេខ5ពិសេសចង្វាក់សារវ៉ាន់តាឡាំលងតាលាវជាដើមហ្នឹងឡាំលាវហើយនឹងតាលងជាដើមហ្នឹងដើម្បីអបអរចូលឆ្នាំតែតើបានអបអរណាពលពតគាត់ចូលមកមុនតែសំណាងក្រោយចូលឆ្នាំមួយថ្ងៃបាទតែសំណាងកាសែតពូមាសលេខ5នៅសល់ដល់ពេលកាសែតលោកស្វាយសំអឿននេះគឺអត់សល់លោកគង់មិនឈឿនក៏អញ្ចឹងដែរលោកគង់មិនឈឿនឆ្នាំ74 75គាត់បានផលិតចម្រៀង2កាសែតដែរនៅសល់មកកាសែតដូចលោកស្វាយសំអឿនអញ្ចឹងកាសែតដែលនៅសល់របស់លោកគង់មិនឈឿនគឺកាសែតកំឡោះហុងដាកញ្ញា PC បាទតែបាត់នឹងនៅមានបាទនៅមានមកវល់18បទនៅមានដូចជាលោកដងទី10ស្ពានអូតាគីស្ពានឈឺអភ័ព្វសម្រស់នេះចៅទឹកដយហ្នឹងគឺនៅមានបាទហើយដល់ពេលកាសែតទី2របស់លោកគង់មិនឈឿនបទសេរីស្បៃអក្សរាចម្ប៉ាបណ្ណនហ្នឹងគឺបាត់មួយកាសែតហ្នឹងបាទហើយដោយសារឆ្នាំ75ចូលមកគឺអ្នកនិពន្ធមួយបាត់កាសែតច្រើនណាស់ដោយលោកអ៊ុយហេកអញ្ចឹងដែរដូចខ្ញុំធ្លាប់លើកឡើងអញ្ចឹងយើងឃើញតែអនុស្សាវរីយ៍ប៉ៃលិនមានតែ3វ៉ុលទេតែតាមពិតគាត់ធ្វើបាន5វ៉ុលតែ2កាសែតទៀតគឺបាត់ហ្នឹងហើយលោកស្វាយសំអឿនក៏បាត់ដូចគ្នាអញ្ចឹងបានយើងស្ដាយបើសិនជាគ្មានរបស់ពលពតចូលមកដល់កាសែតចម្រៀងហើយចម្រៀងដែលថតផ្សាយតាមវិទ្យុជាតិតែអត់បានតន់ថតថាសហើយអត់បានថតកាសែតដែលនៅក្នុងរឡូមួយហ្នឹងណាគេតម្កល់នៅក្នុងបន្ទប់រក្សាខ្សែអាចសម្លេងរបស់វិទ្យុជាតិគឺនៅច្រើនហើយយើងបាត់ច្រើនណាបាត់រាប់ពាន់បាត់គ្រាន់តែក្នុងពេលយើងដូររបបពីមួយទៅមួយហ្នឹងគឺបាត់ច្រើនតែម្ដងដោយសារការផ្លាស់ប្ដូររបបធ្វើឲ្យយើងនឹងបាត់បង់ទាំងថាសម្លេងក៏បាត់បង់អ្នកច្រៀងក៏បាត់បង់អ្នកនិពន្ធក៏បាត់បង់បាត់ទាំងអស់បាត់ទាំងអស់យើងគិតមើលលោកស៊ីនស៊ីសមុទ្រដែលយើងសរសើរថាពីរោះហើយសម្លេងដែលគ្មានបរោះទី2ណាច្រៀងស្មើហើយគាត់ត្រឹមតែជាអ្នកចម្រៀងសោះយកគាត់ទៅសម្លាប់ចោលយើងថាស្ដាយកំប្រិតណាខ្ញុំពេលដល់ស្ដាប់ចម្រៀងបងពិសេសបទគាត់ច្រៀងបទវាចាយុទ្ធជនភូមិកុកីធំអូគាត់ច្រៀងមកពីរោះណាភ្លេងដើមរបស់គាត់ណាហើយដល់ពេលយើងស្ដាប់ទៅយើងមិននឹកស្មានថាសម្លេងគាត់ពីរោះអញ្ចឹងគេដាក់ចិត្តយកកំបិតបាទមកអាលបំពង់កគាត់សម្លាប់ចោលសោះបាទបើសិនជាគាត់អ្នកនយោបាយដែលច្បាំងដើម្បីទៅដើមអំណាចគ្នាទៅវិញទៅមកយើងគួរតែខឹងសម្លាប់ទៅវាជារឿងមួយពាក់ព័ន្ធกับផ្នែកអំណាចណាចុះគាត់អ្នកនិពន្ធតែចម្រៀងសោះគាត់មានតែចង់ធ្វើវិធីនេះសម្ដីយុរដ្ឋមន្ត្រីអីណាហើយយកគាត់ទៅសម្លាប់យើងគិតមើលហើយមាននាំមួយដូចជាឃីវសំផននួនជាអៀងសេរីសិទ្ធិមឌិតបាទសាច់ចេញមកពីបារាំងពីបរទេសផ្សេងហើយទៅពេលដឹកនាំជាតិទៅជាប្រឆានឹងគេហៅថាឧត្តមគតិរបស់មនុស្សជាតិទៅវិញបាទស្ដាយមែនទែនហើយរហូតដល់ពេលហ្នឹងហើយនៅតែឆ្លើយថាស្នេហាជាតិរហូតបាទហើយគេមានឯកសារប្រវត្តិសាស្ត្រគេដឹងឮពេញពិភពលោកទៅហើយនៅតែថាគាត់អាចបានដឹងរឿងនោះសោះតែឆោតដាក់តពលពតដែលងាប់ទៅបាត់អាពេលកាន់អំណាចឆ្ងាញ់ទាំងអស់គ្នាដល់ពេលគេរករឿងខុសត្រូវទម្លាក់ចោលតែមួយតម្លាក់ទៅអ្នកដែលទៅមុនបាទហ្នឹងហើយ
ឥឡូវអាខ្លួនឯងទៅវាចិត្តចូលមឈូសទៅវិញទៅហើយនៅតែអត់ព្រមសារភាព នៅតែស្នេហាជា នៅស្នេហាបើសិនជាគ្មានពួកគាត់ទឹកដីកម្ពុជានឹងបាត់ដល់ណា តែក៏ភ្លេចថាកម្ពុជាដល់ប្រមាណប្រជាជនជាងប្រមាណលានអ្នកដែលគាត់បានបញ្ជាឲ្យសម្រាប់ចោលហ្នឹងក៏អត់បាននៅឃើញសោះយូរទៅបាយថាអីដឹកមកបរទេសទៅវិញអាឆ្អឹងទាំងអស់ហ្នឹង បាទ ចង់ទម្លាក់កំហុសឬគាត់បាក់ដែរបណ្ឌិតដល់ពេលថ្នាក់ហ្នឹងពីទៅមិនដឹងជាហៅបណ្ឌិតស្អី បាទអញ្ចឹងតាក់ទងបទម្ចាស់ត្បូងកណ្ដៀងវិញហើយយើងទាំងអស់គ្នាធ្លាប់បានលឺហើយអ្នកស្រីរស់ស្រីធាច្រៀងបាទពីរោះណាស់បទនេះហើយពេលស្ដាប់កាលណាយើងតែងតែសម័យទៅដល់បតាំងស៊ូ បាទ បតាំងស៊ូបយីខាហើយ បៃលិន បាទអូតពុកអូតប្រាក់ស្ពានយល់បាកាតខ្ញុំយ៉ាតបបៃលិន គេទៅបៃលិននឹកគុណយីគេនឹកគុណលោកអ៊ុយហេលតែម្ដងបើមានលោកអ៊ុយហេលខ្ញុំអត់ស្គាល់សោះកន្លែងទាំងអស់ហ្នឹង ប៉ុន្តែនេះស្គាល់បៃលិនច្បាស់មែនតែនហ្មង តែពួកនេះរៀបរាប់ បាទ ដោយសារចម្រៀងទាំងអស់ហ្នឹងខ្ញុំនៅឆ្នាំ8ជាង9ជាងគឺច្រៀងអាសេរីបៃលិនហ្នឹងតែយកដឹងថាបទហ្នឹងវាមានសេរីរបស់គេតែយើងឲ្យតែច្រៀងចេញមកចេះឆ្ងល់ថាអូច្រាអូតងអីហ្នឹងចេះឆ្ងល់នៅណា ដល់ពេលហ្នឹងប៉ាហ៊ីបៃលិនកណ្ដៀងត្បូងឆាំងស្គាល់ត្បូងទៅតាមរយៈលោកអ៊ុយហេលដែរអត់ដល់បានកាន់ទេតែស្គាល់ឈ្មោះ ត្បូងកណ្ដៀងត្បូងឡតត្បូងឆាំងអីត្បូងកន្ទឹមកន្ទឹមទូងលចម្លែកហ្នឹងហើយគឺសតតាមរយៈអ្នកនិពន្ធពីដើមនឹងពិសេសលោកអ៊ុយហេលហើយលោកស្វាយសមឿនហ្នឹងក៏ដូចនេះដែរមិនដឹងជាយ៉ាងម៉េចបានជានឹកឃើញដល់បៃលិនគេដែរ ហើយក៏ផ្សារភ្ជាប់តាំងពីម្ចាស់ត្បូងកណ្ដៀងម្ចាស់បយីខាហ្នឹងបានប្រមាណបទបញ្ចូលក្នុងកសែតរបស់គាត់ហ្នឹងហើយដែលធ្វើឲ្យគេនៅតែនឹកដល់ឈ្មោះគាត់និងស្នាដៃរបស់គាត់រហូតដល់បច្ចុប្បន្នហ្នឹងដែរបាទគឺម្ចាស់ត្បូងកណ្ដៀងដែលទោះបីលោកបានលាចាកជាមួយលោកស៊ីនស៊ីសមុទ្រលោកវ៉យហ៊ូលោកពៅស៊ីផូទៅហើយតែស្នាដៃរបស់គាត់ទាំងឡាយនៅតែបន្សល់ទុកដល់បច្ចុប្បន្នពិសេសគឺចម្រៀងដែលគាត់និពន្ធបញ្ចូលភាពយន្តគឺលោកស្វាយសមឿនគាត់និពន្ធបានល្អណាស់ខ្ញុំនៅតែថាមិនបាទមិនលើកមកទៅសារមិនបានដូចជាបទសំណៅការកៃក្បូនការកៃនិស័យកម្មព្រះមោគលានវាសនាចៅចិត្តសម្ផស្សច័ន្ទគ្រឿហ្វាអូគាត់តែងប្រុសណាលោកស្វាយសមឿនបាទអញ្ចឹងតាមរយៈបទម្ចាស់ត្បូងកណ្ដៀងខ្ញុំសូមអធិប្បាយខ្លីប៉ុណ្ណេះចិនចុះបាទលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីបាទម្ចាស់ត្បូងកណ្ដៀងតាមពិតទៅដោយបងអូនសេងតាតែងជំរាបជូនអញ្ចឹងភាគច្រើន 90% ជាងគឺលោកអ៊ុយហេលតកតងទៅនឹងខាងបៃលិនតែនេះមិនមែនជាស្នាដៃរបស់លោកអ៊ុយហេលទេគឺរបស់លោកស្វាយសំអឿបាទតាមពិតទៅការនិពន្ធរបស់គាត់បើនិយាយពីពាក្យបល័យបកូអីណាអូប្រកាសណាស់ពិសេសពាក្យរាជស័ព្ទហើយនឹងភាសាក្នុងសាសនាហ្នឹងណាគាត់ចេះច្បិចយកមកឲ្យខ្លាំងហ្មងបាទអរគុណបងចុងក្រោយមានអ្វីបន្ថែមទៀតទេបាទតាមរយៈបទម្ចាស់ត្បូងកណ្ដៀងនេះខ្ញុំបានក៏នឹងដឹងតាមរយៈអារម្មណ៍ដែលថាប្រិមិត្តទាំងអស់ក៏នឹងចូលចិត្តដោយបទចម្រៀងផ្សេងរបស់កវីនិពន្ធយើងដទៃទៀតដែរហើយម្ចាស់ត្បូងកណ្ដៀងនេះខ្ញុំបាទក៏សូមផ្ញើជូនទៅនៅខាងអ្នកនៅបៃលិនទាំងអស់ណាដែលមានថាមោទនភាពដែរតាមរយៈកវីនិពន្ធយើងតាមពិតបៃលិនចំនួននោះនៅក្នុងខេត្តបាត់ដំបងមិនអញ្ចឹងណាបងបាទតែដល់ពេលដល់គេកាត់ទៅតែយ៉ាងណាក៏ដោយក៏នៅតែបៃលិននោះមានមោទនភាពហើយកវីតាមពិតបើសិនជាគេកាត់ចែកខេត្តដោយសពថ្ងៃគឺអត់មានអ្នកនិពន្ធណាមកពីបៃលិនទេបាទចំនួននោះនៅក្នុងបាត់ដំបងបៃលិនក៏នៅបាត់ដំបងចឹងអ្នកនិពន្ធផ្សេងលោកវ៉ៃហូរៀបការរួចទៅនៅបៃលិនគុំមិនយើងក៏អញ្ចឹងហើយបៃលិនដួងចិត្តរបស់គាត់ហើយលោកអ៊ុយហេលហ្នឹងមិនមែនអ្នកបៃលិនទេតាមពិតអ្នកភ្នំពេញនេះទេតែអ្នកដែលនាំឲ្យគេស្គាល់បៃលិនច្រើនជាងគេគឺលោកអ៊ុយហេលបាទហើយលោកស្វាយសមឿនក៏ដូចនេះដែរមិនមែនជាអ្នកបៃលិនទេតែស្រឡាញ់ទឹកដីតំបន់ត្បូងពេជ្រនេះខ្លាំងអញ្ចឹងទៅក៏បាននាំចម្រៀងទាំងឡាយមកបង្ហាញយើងតាមរយៈបទចម្រៀងទាំងប្រមាណទាំងអស់ហ្នឹងបាទអញ្ចឹងចុងក្រោយក៏សូមផ្ញើសូមឧទ្ទិសបទនេះជូនទៅដល់ម្ចាស់ស្នាដៃគឺកវីស្វាយសំអឿដែលលោកជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនអរគ្នានៅពេលដែលបានស្ដាប់ការបកស្រាយលម្អិតពីបងសេងតារានេះហើយសង្ឃឹមថាបងប្អូនអរគ្នានឹងយល់កាន់តែច្បាស់ពីប្រវត្តិនៃបទចម្រៀងនីមួយលម្អិត
មានន័យខ្លឹមសារនិងឯកសារច្បាស់លាស់ដែលធ្វើឲ្យបងប្អូនស្ដាប់ហើយគឺពិតជាជក់ចិត្តខ្លាំងដូចខ្ញុំដែរចឹងដែរខ្ញុំពិតជាជក់ចិត្តខ្លាំងមែនឲ្យតែស្ដាប់ម្ដងសម័យឃើញទៅដល់ទីតាំងក៏ដូចជាកន្លែងជាពិសេសគឺស្រមៃទៅដល់កវីនៃនិពន្ធចំនួននោះគាត់មានចំណេះដឹងជ្រៅជ្រះខ្លាំងណាស់ក្នុងការតាក់តែងនិពន្ធបទនីមួយៗនេះឡើង